ក្មេងប្រុសម្នាក់ក៏បានណែនាំខ្លួនរបស់គាត់ថាគាត់នឹងគឺមានឈ្មោះថាហូសូគីមហើយគាត់នឹងក៏បាននិយាយថាគឺមិនមែនទេគឺនៅពិភពលោកនេះគឺឈ្មោះរបស់គាត់គឺឈ្មោះថាលុយហើយគាត់នឹងក៏បង្ហាញនៅគម្រោងរបស់គាត់ដែលគាត់នឹងគឺរៀបចំសម្រាប់ពិភពលោកមួយនេះហើយតែរឿងក៏កាត់មកក្រោយមុននឹងបន្តិចដែលលុយនឹងគឺគាត់នឹងគឺទៅតែភ្ញាក់មកពិភពមួយនេះហើយនៅក្នុងពិភពលោកមួយនេះគឺខ្ញុំសំហៅគាត់ថាគឺលុយហ្មងទៅ System ក៏បាន congratulation ទៅកាន់គាត់ដែលគាត់នឹងគឺបានឆ្លងចូលមកកាន់តួអង្គមួយនៅក្នុងប្រឡោមលោកហើយរឿងដែលគាត់បានចូលមកនឹងគឺមានចំណងជើងថា Nine Upload and Iron ហើយ System ឲ្យគាត់សំណាងល្អនៅជីវិតថ្មីរបស់គាត់ផងដែរហើយលុយនឹងគាត់នឹងក៏មានការភ្ញាក់ផ្អើលផងដែរបន្ទាប់ពីគាត់នឹងគឺបានក្រោកមកហើយគាត់នឹងក៏មិនទាន់ដឹងថាខ្លួនឯងនឹងគឺឈ្មោះអីផងដែរហើយគាត់នឹងក៏ឆ្ងល់ថាតាមម្ចាស់រាងកាយនឹងគឺគាត់នឹងគឺធ្វើអីគេមិនបានមកដេញនៅទីនេះហើយគាត់នឹងក៏មានអារម្មណ៍ថាគឺគាត់នឹងគឺឈឺមកខ្លាំងមែនទែនពេលហ្នឹង System នឹងក៏បានប្រាប់គាត់ថាគឺគាត់នឹងក៏មិនអាចដេញលើដីបានទៀតនោះទេហើយលុយនឹងក៏បាននិយាយទៅកាន់ System វិញថាគឺគាត់នឹងគឺដឹងហើយមិនដែលណាទៅដេញលើដីទៀតនោះទេលុយក៏បាននិយាយថាតើនេះគឺជាសុបិនមែនទេហើយពេលហ្នឹងក៏លើសម្លេងបារម្ភម្នាក់ក៏បាននិយាយថាគឺគាត់នឹងក៏រកលុយឃើញហើយបារម្ភអ្នកហ្នឹងក៏បាននិយាយថាគឺលោកម្ចាស់លុយគឺខ្ញុំខំដើររកលោកគ្រប់ទីកន្លែងហើយបារម្ភអ្នកហ្នឹងក៏បានប្រាប់ថាឲ្យលុយនឹងគឺត្រឡប់ទៅផ្ទះវិញផងដែរហើយពេលហ្នឹងលុយក៏មានអារម្មណ៍ថាគឺអាប៉ិហ្នឹងគឺមុខប្រហែលតួឯងនៅក្នុងរឿង Nine Upload and Iron ហ្នឹងឯងដែលគឺជាអ្នកគុនដាវដ៏ល្បីល្បាញម្នាក់ផងដែរនៅក្នុងរឿងហ្នឹងហើយក៏បាននិយាយថាតើនេះគឺជា Javier មែនទេហើយក៏ជាមេតបនៃប្រទេស Arco Frontera ផងដែរដែលគេស្គាល់គាត់ថាគាត់គឺជាកូនច្បងនៃគ្រួសារ Baron ហើយក៏បានចាប់អារម្មណ៍លើ Javier ហៅគាត់ថាឈ្មោះលុយផងដែរដែលតួអង្គគាត់នឹងគឺជាតួអង្គចិត្តអាក្រក់ហ្នឹងឯងហើយ Javier នឹងក៏បាននាំលុយទៅកាន់កន្លែងស្នាក់នៅរបស់គាត់វិញ Javier ក៏បាននិយាយទៅកាន់លុយថាគឺយប់មិញហ្នឹងមកពីគាត់នឹងគឺភឹកច្រើនពេកហើយដែលធ្វើឲ្យគាត់នឹងគឺសន្លប់តាមផ្លូវហ្នឹងឯងហើយពលរបស់លុយនឹងក៏បានបញ្ជូន Javier ដើម្បីមកមើលគាត់ដោយសារតែយប់មិញហ្នឹងគឺលុយនឹងគឺមនុស្សគាត់ផឹកស៊ីហ្នឹងគឺគាត់នឹងគឺបោកប្រាស់ពេញហ្នឹងតែម្ដងហើយ Javier ក៏បានប្រាប់លុយថាគឺឲ្យគាត់នឹងគឺសម្រាប់ទៅគឺខ្ញុំនឹងគឺនឹងទៅប្រាប់ព្រះអង្គម្ចាស់ពីរឿងនៅថ្ងៃនេះដែលគាត់នឹងគឺបានរកលុយឃើញនឹងឯងហើយលុយក៏បានហៅ Javier ចុះផងដែរពេលហ្នឹងគាត់ក៏បានសួរទៅកាន់ Javier ថាតើគ្រួសាររបស់យើងគឺខ្សែធនមែនទេហើយ Javier ក៏បាននិយាយទៅកាន់លុយថាគឺរឿងនេះនឹងគឺគ្មានអីត្រូវនិយាយនោះទេហើយ Javier ក៏បានចាក់ចេញពីទីហ្នឹងទៅពេលហ្នឹងលុយក៏បាននិយាយម្នាក់ឯងថាគឺរឿងទាំងអស់ហ្នឹងគឺគាត់ដឹងទាំងអស់ដោយសារតែគាត់នឹងក៏ធ្លាប់អានរឿងប្រឡោមលោកនេះផងដែរសារតែយប់មិញនេះគឺខ្ញុំគឺបានអានរឿងហ្នឹងគឺដល់ទំព័រចុងក្រោយហើយខ្ញុំក៏បានដឹងពីជីវិតរបស់លុយផងដែរគឺតួអង្គលុយនឹងបន្ទាប់ពីដឹងថាគ្រួសាររបស់គេខ្សែធនហើយគាត់នឹងក៏បានផឹកស្រាដល់ស្លាប់តែម្ដងហើយលុយនឹងក៏បាននិយាយថាហេតុអ្វីបានជីវិតគាត់នឹងអីក៏វេទនាដល់ថ្នាក់នេះហើយ System ក៏បានប្រាប់លុយថាគឺគាត់នឹងគឺនឹងទទួលបានសំណាងដ៏ចៃដន្យដែលនៅពេលដែលគាត់ធ្វើអីមួយអញ្ចឹងទៅគាត់ក៏បាន random ចំ skill អីមួយអញ្ចឹងណាគ្នាហើយពេលព្រឹកឡើងម្ដាយរបស់លុយនឹងក៏បានហៅលុយមកស្ដីបន្ទោសផងដែរថាយប់មិញនឹងគឺគាត់នឹងគឺបានបំផ្លាញរបស់របរនៅកន្លែងផឹកស៊ីនឹងឯងហើយលុយក៏បានគិតម្នាក់ឯងថាជួយយប់មិញគាត់នៅអានសៀវភៅនៅក្នុងបន្ទប់តាហើយមិនបានគាត់មកទទួលកំហុសដោយសារតួអង្គមួយនេះហើយម្ដាយរបស់លុយក៏បាននិយាយទៀតថាគឺគាត់នឹងគឺសូមអង្វរលុយតែម្ដងគឺឈប់ធ្វើបែបនេះទៀតហើយលុយនឹងក៏បាននិយាយទៅកាន់ម្ដាយរបស់គាត់ថាគឺគាត់នឹងគឺសុំទោសហើយពេលនឹងក៏ធ្វើឲ្យពួកគេនឹងគឺភ្ញាក់ផ្អើលជាខ្លាំងដោយសារតែលុយនឹងគឺគាត់នឹងគឺមិនដែលសុំទោសម្ដាយរបស់គាត់នោះទេហើយសាច់រឿងក៏កាន់មកដល់កន្លែងពូម្នាក់ពេលនឹងគាត់ក៏បានឃើញលុយហើយ Javier នឹងកំពុងតែធ្វើដំណើរមកហើយគ្រាន់តែឃើញលុយមកភ្លាមនឹងពូនឹងក៏បានលាក់ខ្លួនហើយគាត់ពិតជាភ័យខ្លាំងមែនទែនពេលនឹងអ្នកភូមិនៅទីនឹងក៏បាននាំគ្នាភ័យរត់ចាច់ជើងគ្នាអស់តែម្ដងមិនថាអ្នកភូមិឬក្មេងៗនៅទីគឺក្នុងគ្នានឹងគឺខ្លាចលុយពេញនឹងតែម្ដងតែធ្វើឲ្យលុយនេះគឺឆ្ងល់ខ្លាំងមែនទែនគាត់ឆ្ងល់ថាគាត់នឹងគឺជាបិសាចមែនទែនហើយលុយក៏បានសួរទៅកាន់ Javier ថាហេតុអីបាន Javier នឹងគឺដើរតាមខ្ញុំ Javier ក៏បាននិយាយថាគឺឪពុករបស់លុយនឹងគឺបានបញ្ជូនគាត់មកទីនេះដើម្បីការពារកុំឲ្យដូចម្សិលមិញហើយលុយក៏បានសួរទៅកាន់ Javier ថាសម្រាប់គាត់មែនទេគាត់ថាមិនមែនទេគឺដើម្បីការពារអ្នកភូមិនឹងឯងហើយលុយក៏បានដឹងខ្លួនផងដែរថាគាត់នឹងគឺជាអ្នកដែលចូលចិត្តប្រើអំពើហិង្សាដល់អ្នកភូមិនឹងឯងប៉ុន្តែឥឡូវរឿងដែលគាត់មានបញ្ហាហ្នឹងគឺគាត់នឹងគឺកំពុងតែរកដំណោះស្រាយដើម្បីកុំឲ្យគ្រួសារគាត់នឹងគឺខ្សែធននឹងឯង System ក៏បានលោតមកហើយក៏បាននិយាយប្រាប់គាត់ថាបោះសាទៅគឺគាត់នឹងគឺទទួលបាន skill មួយ skill ហ្នឹងគឺធ្វើឲ្យអ្នកដតីនឹងគឺជ្រួញចិញ្ចាមនឹងឯងហើយពេលហ្នឹងគឺលុយនឹងគឺគាត់ក៏ពិតជាខឹងខ្លាំងមែនទែនដោយសារតែ System ហ្នឹងក៏បានប្រាប់គាត់ថាគឺគាត់ទទួលបានសំណាងឯងពេលបានមកទៅចូល skill ស្គូតឈួតបែបនេះហើយពេលហ្នឹង Javier ក៏បានសួរទៅកាន់លុយថាតើលុយនេះគឺគាត់នឹងគឺចង់ទៅណាទៀតត្រូវឲ្យពីថ្ងៃមិញហ្នឹងលុយនឹងក៏បានសុំទោសពួកគេនឹងតើនៅគឺជាការកុហកមែនទេហើយលុយក៏បាននិយាយថាគឺគាត់នឹងគឺមិនបាននិយាយកុហកនោះទេហើយគាត់នឹងក៏បានសួរទៅកាន់ Javier ថាហេតុអ្វីបានសួរគាត់ពីរឿងនេះលុយក៏បានបន្តទៀតថាតើមានរឿងអីចម្លែកមែន Javier ក៏បាននិយាយថាគឺគ្មានរឿងអីនោះទេ Javier ក៏បានប្រាប់ឲ្យលុយនឹងគឺគាត់នឹងគឺធ្វើដំណើរទៅទៀតទៅហើយពួកគេក៏បានមកដល់ហាងមួយពេលហ្នឹងលុយនឹងក៏បានសួរស្ដីអ្នកនៅម្ចាស់ហាងនឹងផងដែរដែលធ្វើឲ្យ Javier នឹងគឺគាត់នឹងគឺមានអារម្មណ៍ថាគឺលុយនឹងគឺប្លែកខ្លាំងមែនទែន
គឺផ្លាយតាំងពីគាត់នឹងគឺបានជួបលុយតាំងពីម្សិលមិញមកម្លេះហើយលុយគាត់នឹងគឺមកនឹងគឺគោលបំណងរបស់គាត់នឹងគឺមកដើម្បីសុំទោសម្ចាស់ហាងនៅទីនេះនឹងឯង System ក៏បានប្រាប់លុយថាគឺម្ចាស់ហាងនឹងគឺកំពុងតែមានការប្រុងប្រយ័ត្នទៅកាន់គាត់ម្ចាស់ហាងនឹងក៏បានប្រាប់លុយថាគឺកុំឲ្យលុយនឹងគឺធ្វើបែបនេះអីតែការកាត់របស់គាត់នឹងគឺមនុស្សដែលចូលចិត្តធ្វើបាបអ្នកដទៃបែរជាមកសុភាពបែបនេះដែលធ្វើឲ្យគាត់នឹងគឺកាន់តែភ័យតែម្ដងហើយលុយនឹងក៏បានធ្វើសម្ដែងដោយតួអង្គមួយនឹងដែលធ្វើមុខឌឺនឹងឲ្យសុំទោសម្ចាស់ហាងដែលគាត់នឹងគឺសុំទោសម្ចាស់ហាងម្ដងទៀតដោយសារតែគាត់ដឹងថាបើសិនជាគាត់សុំទោបែបអស់លំទោននឹងគឺម្ចាស់ហាងនឹងគឺគិតថាគាត់នឹងគឺចម្លើយតែម្ដងម្ចាស់ហាងក៏បាននិយាយទៅកាន់លុយថាគឺមិនបាច់ឲ្យលុយនឹងគឺសុំទោគាត់នោះទេគឺគាត់នឹងគឺមិនអីទេដែលធ្វើឲ្យលុយនឹងគឺគាត់នឹងគឺកាំងខ្លាំងមែនទែនប្រហែលជាគាត់នឹងគឺសម្ដៅអត់សមនឹងអីលុយឲ្យ Surveyor នឹងពួកគេនឹងក៏បានដើរមកវិញផងដែរពេលនឹងលុយក៏បាននិយាយថាមើលទៅកាន់ការសុំទោសរបស់គាត់គឺម្ចាស់ហាងគឺដូចជាអត់សប្បាយចិត្តសោះ Surveyor ក៏បានដឹងថារឿងនេះនឹងកើតឡើងដោយសារតែអីវ៉ាន់ដែលគាត់ខំសន្សំអស់រយៈពេលជាយូរដោយលំបាកគឺលុយនឹងគឺបានកំទេចពួកវាហើយលុយក៏បាននិយាយថាបើសិនជាគាត់មានលុយនឹងគឺគាត់នឹងគឺនឹងសងម្ចាស់ហាងហើយប៉ុន្តែពេលនេះគឺគ្រួសាររបស់គាត់គឺកំពុងតែចំពាក់បំណុលគេហើយលុយក៏បានបន្តទៀតថាវាពិតជាលំបាកណាស់នៅក្នុងការយកបន្ទុកអំពីអ្នកភូមិហើយ Surveyor ក៏បាននិយាយទៅកាន់លុយទៀតថាដោយសារតែម្ដាយរបស់ម្ចាស់ហាងនឹងគឺគាត់នឹងគឺកំពុងតែមានជំងឺផ្ដាសាយបូកជាមួយនឹងលុយធ្វើបែបនេះទៀតនឹងគាត់នឹងគឺពិតជាមិនសប្បាយចិត្តនោះទេហើយលុយក៏បានគិតថាគ្មានអីពិបាកផងគឺគ្រាន់តែបង្កើតកន្លែងអាំងភ្លើងឲ្យគាត់មួយទៅគឺគាត់នឹងគឺនឹងឆាប់ជាហើយលុយក៏បានរកឃើញដំណោះស្រាយភ្លាមពេលហ្នឹងលុយក៏បានគិតថាគឺរឿងរ៉ាវទាំងនេះប្រហែលជាម្ចាស់រាងកាយរបស់គាត់នឹងគឺមិនគិតឃើញនោះទេប៉ុន្តែគាត់គឺមិនមែនជាលុយទេគាត់គឺជាសូហូគៀមដែលមកពីពិភពលោកមួយទៀតដែលនៅពិភពលោកនោះរបស់គាត់គឺបានសិក្សាច្រើនខ្លាំងមែនទែនអំពីការធ្វើផ្ទះគឺការធ្វើសំណង់អីហ្នឹងហើយលុយក៏បាននឹកឃើញថាគឺគាត់នឹងគឺនឹងអាចធ្វើ business នៅពិភពលោកមួយនេះហើយ system ក៏បានលត់មកថាគឺការដំណើរការនៃជីវិតរបស់គាត់នៅពិភពលោកនេះគឺបានចាប់ផ្ដើមហើយគឺឲ្យគាត់នឹងគឺធ្វើទំនាក់ទំនងជាមួយតួអង្គសំខាន់នៅក្នុងរឿងនេះគាត់នឹងទទួលបាន OP មួយបើសិនជាគាត់ទៅទំនាក់ទំនងជាមួយតួអង្គមួយOP នឹងគឺពាក្យពេចន៍របស់គេគឺ relationship គឺគាត់នឹងគឺត្រូវធ្វើ relationship ជាមួយនឹងតួអង្គសំខាន់កាន់តែជិតស្និទ្ធប៉ុណ្ណាគឺគាត់នឹងទទួលបាន point ប៉ុណ្ណឹងរីឯ point របស់គាត់បច្ចុប្បន្នគឺមាន0លុយក៏បានមើលទៅកាន់ Surveyor នឹងក៏ជាតួអង្គសំខាន់នៅក្នុងរឿងនឹងផងដែរប៉ុន្តែ Surveyor នឹងគឺទំនាក់ទំនងគាត់ជាមួយលុយនឹងគឺដក30តែម្ដងលុយគាត់ក៏បានគិតថាគឺវានឹងគឺពិតជាទាបខ្លាំងមែនតើហើយដោយសារតែគាត់ចង់បាន point ពី Surveyor នឹងពេលនឹងគាត់ក៏បានទៅសើ Surveyor ថាគឺ Surveyor នឹងគឺពិតជាសង្ហាខ្លាំងមែនតើ system ក៏បង្ហាញថាលុយគឺកំពុងតែទិញទឹកចិត្តរបស់ Surveyor ប៉ុន្តែការរំពឹងទុករបស់គាត់នឹងគឺខុសតែម្ដងគឺ Surveyor នឹងការ rating របស់គាត់គឺឡើងដល់31ដែលពេលនឹងគឺធ្វើឲ្យលុយនឹងគឺបាក់ទឹកចិត្តខ្លាំងមែនតើគឺគាត់មិនដឹងថាពីមូលហេតុអីនោះទេហើយគាត់ក៏បានគិតថាគឺរឿងនេះគឺຕົកពេលក្រោយទៅឥឡូវពួកគេធ្វើដំណើរទៅបន្តទៀតហើយលុយនឹងគាត់ក៏បានមកឡាយម្ចាស់ហាងបារពេលនឹងគាត់ក៏បានប្រាប់ម្ចាស់ហាងបារថាគឺលុយនឹងគឺឲ្យម្ចាស់ហាងបារនឹងគឺទិញសម្ភារៈធ្វើផ្ទះឲ្យគាត់នឹងឯងគឺគាត់នឹងគឺជាអ្នកសាងសង់រីឯម្ចាស់បារគឺជាអ្នកទិញហើយគាត់ក៏ឲ្យម្ចាស់ហាងបារនឹងគឺសញ្ញេផងដែរ system ក៏បានបង្ហាញថាគឺម្ចាស់ហាងបារនឹងគឺកំពុងតែមានការសង្ស័យទៅកាន់គាត់ហើយលុយនឹងក៏បានគិតថានេះគឺជាបញ្ហាសម្រាប់គាត់ដែលអត់មានអ្នកគេទុកចិត្តគាត់នឹងឯង system ក៏បានបង្ហាញថាគឺម្ចាស់បារនឹងកំពុងតែប្រើស្គៀចិញ្ចាំងបេះដូងថ្មពេលហ្នឹងលុយក៏បានគិតថាផែនការដ៏ធំរបស់គាត់មិនអាចឲ្យបរាជ័យនៅលើកដំបូងបាននោះទេអញ្ចឹងគឺគាត់នឹងគឺមានតែត្រូវប្រើចរិតអាក្រក់របស់ម្ចាស់រាងកាយនឹងឯងហើយគាត់ក៏បាននិយាយទៅកាន់ម្ចាស់បារថាយើងនឹងទុកចិត្តគ្នាទៅវិញទៅមកមែនទេហើយពេលហ្នឹងគាត់ក៏បានធ្វើមុខដ៏គួរឲ្យខ្លាចខ្លាំងមែនទេម្ចាស់បារនឹងដោយសារខ្លាចលុយនឹងពេលហ្នឹងគាត់ក៏បានសញ្ញាឲ្យលឿនតែម្ដង system ក៏បានបង្ហាញថាលុយនឹងគឺគាត់នឹងគឺប្រើចរិតថោកទាបខ្លាំងមែនទែននៅក្នុងការធ្វើបែបនេះហើយលុយក៏បានគិតថាគឺគាត់នឹងគឺទទួលបានការបញ្ជាទិញហើយគាត់ក៏បាននិយាយទៅកាន់ម្ចាស់ហាងថាគឺគាត់នឹងមិនឲ្យម្ចាស់ហាងនឹងគឺខកចិត្តនោះទេហើយលុយក៏បានមកដល់កន្លែងមួយពេលហ្នឹងគាត់ក៏បាននិយាយថាគឺគាត់នឹងគឺមិនបាច់ចាំវាស់ច្រើនទៀតនោះទេដោយសារតែកន្លែងនេះមើលទៅប្រហែលជាមានផាសុកភាពច្រើនហើយ Surveyor ក៏បានសួរទៅកាន់លុយថាគឺលុយនឹងគឺបានគម្រាមម្ចាស់ហាងឲ្យសញ្ញេថាគាត់នឹងគឺមានផែនការអីដើម្បីបង្កបញ្ហាទៀតមែនទេលុយក៏បានសួរទៅកាន់ Surveyor ថាតើគាត់ធ្លាប់លើកការបង្ខូចទ្រង់ទ្រាយនៃការយល់ដឹងដែរឬទេហើយ Surveyor ក៏បានសួរថាតើនឹងមានន័យថាម៉េចហើយលុយក៏បានបញ្យល់ Surveyor ថាគឺដូចជាមនុស្សម្នាក់ដែលបានធ្វើអ្វីមួយខុសពីអតីតកាលហើយដូចជា Surveyor នឹងមើលមកកាន់គាត់ចឹងគឺមើលមកកាន់គាត់នឹងគឺអ្វីជាមានតែម្ដង Surveyor ក៏បាននិយាយថាគឺគាត់នឹងគឺមិនគិតបែបនេះនោះទេដោយសារតែលុយនឹងគឺគាត់នឹងក៏មានបទពិសោធន៍នឹងឯងហើយលុយនឹងក៏ឲ្យ Surveyor នឹងគឺចាំមើលទៅគាត់ទៅគឺគាត់នឹងគឺនឹងធ្វើឲ្យម្ចាស់បារហើយម្ដាយរបស់គេនឹងគឺនឹងសប្បាយចិត្តគាត់នឹងធ្វើឲ្យពួកគេទាំងពីរនេះនឹងគឺញញឹមតែម្ដងហើយដោយការព្យាយាមរបស់
របស់លុយនឹងគាត់នឹងក៏បានសាងសង់វានឹងគឺបានចិត្តហើយផងដែរដែលលុយនឹងគឺគាត់នឹងគឺចង់សាងសង់ដែលផ្ទះមានកន្លែងអាំងភ្លើងនឹងឯងប៉ុន្តែឥឡូវបញ្ហាសម្រាប់លុយនឹងគឺគាត់នឹងគឺពិតជាហត់ខ្លាំងមែនទែនហើយលុយក៏បានគិតថាគឺរាងកាយនេះនឹងគឺពិតជាខ្សោយខ្លាំងមែនទែនហើយសាវអឺក៏បាននិយាយថាគឺវាមិនចំណាយពេលយូរទេនៅក្នុងការសាងសង់របស់លុយគឺគាត់បានប៉ុណ្ណឹងហើយលុយក៏បាននិយាយថាគឺវាមិនចំណាយពេលយូរទេគឺគាត់នឹងខំធ្វើអស់មកត្រៃវាអត់យូរទៀតសាវអឺនឹងក៏បានគិតថាតើលុយនឹងគឺកំពុងតែរៀបចំសម្រាប់សាងសង់អ្វីមួយមែនទេតើគាត់នឹងគឺកំពុងតែចង់បំពេញកិច្ចសន្យាជាមួយម្ចាស់បារមែនទេមិនអាចទេគឺលុយដែលគាត់ស្គាល់នឹងគឺពិតជាកោខើខ្លាំងមែនទែនហើយពេលនឹងលុយក៏បានក្រោកឈរឡើងដើម្បីធ្វើទៀតផងដែរក៏បាននិយាយថាគឺគ្មានពេលសម្រាប់សម្រាកនោះទេប៉ុន្តែស្រាប់តែពេលនឹងគឺសាវអឺនឹងក៏បានមកបញ្ឈប់លុយផងដែរហើយសាវអឺនឹងក៏បានយកបថៅចេញពីដៃរបស់លុយផងដែរហើយពេលនឹងគាត់ក៏បានសួរទៅកាន់លុយថាតើគាត់នឹងគឺចង់បានឈើប៉ុណ្ណាពេលនឹងលុយក៏បានប្រាប់ថាគឺជាបន្ទះទូចហើយជ្រុង4ហើយស្រាប់តែពេលនឹងគឺសាវអឺនឹងក៏បានកាប់ឈើជាជ្រុង4ជាច្រើនហើយលុយនឹងក៏បានលើកមេដៃមកឲ្យសាវអឺផងដែរពេលនឹងលុយក៏បានចូលទៅសួរសាវអឺថាតើសាវអឺនឹងគឺអាចជួយគាត់ជីកដីបានឬទេហើយសាវអឺនឹងក៏បានគិតថាគឺគាត់ខំធ្វើប៉ុណ្ណឹងហើយគឺលុយបានឲ្យគុណគាត់នោះទេបើជាដាក់ការងារឲ្យគាត់ថែមទៀតហើយ system ក៏បានបង្ហាញថាសាវអឺនឹងគឺកំពុងតែមានការសោកស្ដាយពីចំនួនរបស់គាត់អំបញ្ញមិញប៉ុន្តែដោយសារការបញ្ចុះបញ្ចូលរបស់លុយនឹងគាត់ក៏បានព្រមធ្វើវាផងដែរហើយយើងក៏បានឃើញថាលុយហើយសាវអឺនឹងគឺកំពុងតែជីកដីដោយការខំប្រឹងរបស់ពួកគេទាំងពីរនាក់ហើយបានជំនួយអំពីសាវអឺផងដែរនឹងពួកគេក៏បានបញ្ចប់លឿនផងដែរតែពេលនឹងធ្វើឲ្យលុយនឹងគឺគាត់គឺសប្បាយចិត្តខ្លាំងមែនទែនគាត់ថាគឺទីបំផុតនឹងគឺអាចធ្វើវាបានហើយសាវអឺនឹងក៏បានសួរទៅកាន់លុយថាតើនឹងគឺជាអីគេពេលនឹងលុយក៏បានប្រាប់ថាគឺវានឹងគឺជា logo ហើយពេលនឹងលុយក៏បានសួរទៅកាន់ server ថាតើពេលនឹងគឺ server ឃើញទៅអត់ថាគាត់នឹងគឺអាចបានប្រើល្បិចដាក់ម្ចាស់ហាងនោះទេ server នឹងគាត់នឹងក៏បានតបទៅកាន់លុយនោះទេគឺបានត្រឹមតែមើលមុខលុយតែប៉ុណ្ណោះហើយសេរីក៏កាត់មកដល់កន្លែងលុយនាំម្ដាយរបស់ម្ចាស់បារមកទីនេះផងដែរហើយម្ដាយរបស់ម្ចាស់បារនឹងគឺគាត់នឹងក៏ពិតជាពេញចិត្តនៅផ្ទះមួយនេះខ្លាំងមែនទែនហើយគាត់នឹងក៏បាននិយាយថាគឺជំងឺរបស់គាត់នឹងក៏បានទូស្បាយផងដែរហើយម្ចាស់បារនឹងក៏បានអរគុណទៅកាន់លុយផងដែរគឺគាត់នឹងគឺខានឃើញម្ដាយរបស់គាត់គឺញញឹមជាបែបនេះយូរណាស់មកហើយពេលនឹង server ក៏បានគិតថាគឺលុយនឹងគឺពិតជាគោរពនៅពេលសម្ដីគាត់មែនទែនគឺគាត់នឹងគឺបានឃើញម្ដាយកូនទាំងពីរនឹងគឺបានញញឹមផងដែរហើយតែអាកប្បកិរិយារបស់លុយឥឡូវនេះគឺគាត់នឹងគឺបានផ្លាស់ប្ដូរ80 degree តែម្ដងហើយគាត់ក៏បានបន្តទៀតថាគឺលុយនឹងគឺបានគោរពពាក្យសន្យារបស់គាត់ផងដែរគឺគាត់នឹងគឺខំធ្វើការទាំងលំបាកដើម្បីឲ្យពួកគេទាំងពីរនាក់គឺញញឹមមែនទេប៉ុន្តែលុយដែលគាត់ស្គាល់នឹងគឺពិតជាខុសខើខ្លាំងមែនទែនប៉ុន្តែនៅហើយចុះគឺរឿងនឹងគឺបានកាត់ឡើងទៅហើយគឺគាត់នឹងក៏បានជប់គិតផងដែរពេលនឹង system ក៏បានលោតមកថាគឺការ rating របស់ server នឹងគឺធ្លាក់ចុះ29ហើយ system នឹងក៏បានឲ្យ OP គាត់ចំនួន36ផងដែរអំពីការកែលម្អនៅទំនាក់ទំនងជាមួយតួអង្គសំខាន់ហើយពេលនឹងលុយក៏បាននិយាយទៅកាន់ server ថាតើ server នឹងគឺកំពុងតែគិតថាគាត់នឹងគឺមិនមែនជាសម្រាមទៀតមែនទេ server ក៏បាននិយាយថាគឺគាត់នឹងគឺមិនបានគិតចឹងនោះទេហើយលុយនឹងក៏បានហៅប្រជាជនរបស់គាត់ដើម្បីមកសាកម្ដងម្នាក់ផងដែរហើយពួកគេនឹងគឺពិតជាពេញចិត្តនៅផ្ទះមួយនេះខ្លាំងមែនទែនពេលនឹងលុយក៏បានសួរទៅកាន់បរិមម្នាក់បើសិនជាលោកពេញចិត្តនៅកន្លែងនេះនឹងគឺខ្ញុំនឹងគឺមានប្លង់សម្រាប់ធ្វើវាផងដែរហើយបរិមម្នាក់នឹងក៏បានប្រកែកទៅកាន់លុយផងដែរពេលនឹង system ក៏បានលុបមកថាគឺប្រជាជនរបស់គាត់នឹងគឺមិនຕົកចិត្តគាត់នោះទេហើយគាត់នឹងក៏បានបន្តទៅកាន់បរិមម្នាក់ទៀតថាខែអ្វីបានបរិមម្នាក់នឹងគឺអត់ຕົកចិត្តគាត់គឺយើងនឹងគឺគួរតែຕົកចិត្តគ្នាទៅវិញទៅមកហើយបរិមម្នាក់ក៏បានហៅលុយផងដែរដែលគាត់នឹងគឺជាឪពុករបស់លុយនឹងឯងហើយគាត់ក៏បានសួរថាតើលុយនឹងគឺគាត់នឹងគឺធ្វើអីនៅទីនេះបន្ទាប់ពីឪពុករបស់គាត់បានហៅឲ្យពេលហ្នឹងគាត់នឹងក៏បាននិយាយទៅកាន់លុយថាតើលុយហ្នឹងគឺគាត់នឹងគឺកំពុងតែធ្វើអ្វីឥឡូវនេះលុយក៏បានឆ្លើយទៅកាន់ឪពុកគាត់ថាគឺគាត់នឹងគឺកំពុងតែសាងសង់ផ្ទះដុតមួយឲ្យម្ចាស់ហាងបានហើយឪពុករបស់លុយហ្នឹងក៏បានទូមានលុយថាគឺគាត់នឹងគឺទៅមើលថាប្រជាជនខ្លួនឯងហើយឪពុករបស់លុយក៏បានបន្តទៀតថាគាត់នឹងគឺមិនអត់ឱនឲ្យលុយទេបើសិនជាលុយហ្នឹងគឺគាត់នឹងគឺបោកបញ្ឆោតប្រជាជនខ្លួនឯងហើយមុននឹងលុយចាក់ចេញពីទីនេះហ្នឹងគាត់ក៏បានប្រាប់ឪពុករបស់គាត់នឹងគឺកុំឲ្យបារម្ភផងដែរហើយឪពុករបស់លុយហ្នឹងក៏បានសួរទៅកាន់លុយថាតើគាត់ធ្វើបែបនេះគឺដើម្បីគ្រួសារមែនទេតែគាត់នឹងគឺបានដឹងថាគឺគ្រួសាររបស់គេនឹងគឺខ្សែធនហើយមែនទេហើយពលរបស់លុយនឹងក៏បានប្រាប់លុយថាគឺកុំឲ្យគាត់នឹងគឺបារម្ភអំពីរឿងនឹងពេកគឺគាត់នឹងគឺនឹងចាត់ចែងរឿងនេះឲ្យហើយឆាប់គឺគាត់នឹងគឺមិនចង់ឲ្យលុយនឹងគឺមកពាក់ព័ន្ធរឿងនឹងទេប៉ុន្តែលុយនឹងក៏បាននិយាយទៅកាន់ឪពុកគាត់ថាគឺគាត់នឹងគឺនឹងមិនបោះបង់នោះទេហើយគាត់ក៏បានដើរចេញពីទីនោះទៅមកដល់ខាងក្រោយនឹងពេលនឹងលុយកំពុងតែគិតថាគឺគាត់នឹងគឺត្រូវទិញសម្ភារៈអីទៀតគឺគាត់នឹងក៏ទទួលបានប្រាក់អំពីម្ចាស់ហាងបារផងដែរដែលគាត់នឹងគឺបានឲ្យលុយពាក់កណ្ដាលនៃប្រាក់ដែលគាត់បានសាងសង់កំពុងតែដើរគាត់នឹងពេលនឹងគាត់ក៏បានជួបនៅបរិសុទ្ធ2នាក់បរិសុទ្ធ2នាក់នឹងក៏បានដើរហួសលុយផងដែរពេលនឹងក៏ធ្វើឲ្យលុយនឹងគឺគាត់ឆ្ងល់មែនទែនដែលតំណែងរបស់លុយនឹងគឺជាព្រះអង្គម្ចាស់នឹងឯងហើយអ្វីមិនពួកគេនឹងគឺមិនគោរពគាត់ហើយបរិសុទ្ធមកហើយបរិសុទ្ធស្គមនឹងពួកគេក៏បានដើរចូលទៅកាន់បន្ទប់របស់ឪពុករបស់លុយហើយបរិសុទ្ធរៀងស្គមនឹងក៏បាននិយាយទៅកាន់ឪពុករបស់លុយថាបារនតាអ្នកនឹងគឺចង់ពន្យាពេលដល់ពេលណាទៀតគឺពួកគេទាំងពីរនាក់គឺមកនឹងគឺមកដើម្បីទារលុយរបស់ឪពុកលុយនឹងឯងហើយលុយនឹងក៏បានលុយស្ដាប់ផងដែរពេលនឹងលុយក៏បាននិយាយថាគឺនេះគឺជាពេលដ៏ល្អហើយសម្រាប់គាត់បញ្ចេញស្នាដៃឲ្យឪពុកគាត់ឃើញហើយលុយនឹងក៏មកអង្គុយឆ្ងល់ថាតើ
relationship ដែលគាត់ទទួលបានពីសាវីអឺចំណាប់អារម្មណ៍នឹងគឺគាត់នឹងគឺយកទៅធ្វើអីគេហើយ system នឹងក៏បានបង្ហាញគាត់ថាគឺគាត់នឹងគឺអាចដូរជា skill បាន system ក៏បានបង្ហាញនៅ skill 2ទៅកាន់លុយ skill ទី1គឺត្រូវចំណាយ OP ចំនួន15ដែលវាមានឈ្មោះថា basic surviving skill ទី2គឺត្រូវចំណាយ OP ចំនួន20ដែលវាមានឈ្មោះថា basic design ហើយលើដោយសារតែគាត់មាន OP ចំនួន36ពេលហ្នឹងគាត់ក៏បានចុចយកទាំងពីរតែម្ដង basic surviving នឹងគឺធ្វើឲ្យលុយនឹងគឺគាត់នឹងគឺអាចមើលពីរបៀបសាងសង់បានរីឯ basic design នឹងគឺធ្វើឲ្យគាត់នឹងគឺអាចគូរគំនូរផ្ទះមួយយ៉ាងងាយហើយគាត់នឹងក៏បាននិយាយថាគឺវានឹងក៏ធ្វើឲ្យគាត់នឹងគឺងាយស្រួលសាងសង់ជាងមុនផងដែរប៉ុន្តែអ្វីដែលធ្វើឲ្យគាត់លំបាកនោះគឺគាត់នឹងគឺមានជំនួយការតែសាវីអឺតែមួយតែប៉ុណ្ណោះតែបើសិនជាគាត់អាចកោះហៅអត្រារុញដីនឹងគឺមិនដឹងជាល្អយ៉ាងណានោះទេ system ក៏បានបង្ហាញផ្ទាំងទៅកាន់លុយថាបើសិនជាគាត់ចង់កោះហៅនឹងគឺគាត់នឹងគឺត្រូវចំណាយ OP ចំនួន50ហើយលុយនឹងក៏បាននិយាយម្នាក់ថាគឺ OP គាត់ឥឡូវនឹងគឺមានតែចំនួន1តែប៉ុណ្ណោះប៉ុន្តែវាក៏គឺជារឿងល្អផងដែរដែលធ្វើឲ្យគាត់នឹងគឺអាចកោះហៅនៅសាហាវជាច្រើនអញ្ចឹងគឺមានតែគាត់នឹងគឺខំបង្កើតទំនាក់ទំនងជាមួយតួអង្គសំខាន់នោះទេហើយសាច់រឿងក៏កាត់មកដល់កន្លែងឪពុករបស់លុយវិញម្ដងអាប៉ែកម៉ាប់នឹងក៏បាននិយាយទៅកាន់ឪពុករបស់លុយថាគឺខ្ញុំនឹងសូមផ្ដល់យោបល់ឲ្យលោកនឹងបើសិនជាលោកមិនមានប្រាក់នោះទេគឺលោកនឹងគឺអាចលក់ស្រីនៅនគរនេះបានកំពុងតែនិយាយនឹងពេលនឹងលុយក៏បានដើរចូលមកហើយគៀកស្មាអាប៉ែកម៉ាប់នឹងហើយប៉ែកម៉ាប់នឹងក៏បានសួរលុយថាតើគាត់នឹងគឺជានរណាហើយបារ៉ុននឹងក៏បាននិយាយថានេះគឺជាលុយហើយពេលនឹងបារ៉ុនម៉ាប់នឹងក៏បាននិយាយថានេះគឺជាកូនច្បងនៅគ្រួសារបារ៉ុនដែលមានចរិតចម្លែកទេតើហេតុអ្វីបានលុយនឹងគឺគាត់នឹងគឺមករំខាននៅការប្រជុំរបស់ពួកគេហើយលុយក៏បាននិយាយថាហេតុអ្វីបានពួកគេនឹងគឺមិនចេញអំពីទីនឹងហើយលុយនឹងក៏បានលើកអំពីច្បាប់រាជវង្សទៅកាន់អភិជនផងដែរដែលវានឹងគឺមានចំនួន6ឃ្លាហើយគាត់នឹងក៏បានអានឲ្យពួកគេស្ដាប់ផងដែរពួកគេទាំងពីរនឹងក៏បានប្រកែកថាគឺពួកគេនឹងក៏អត់ដែលលើច្បាប់នឹងនោះទេលុយក៏បានតបទៅកាន់ពួកគេវិញថាពួកគេដែលលើឥឡូវនឹងគឺពួកគេលឺហើយលុយក៏បានហៅសាវីអឺចេញមកផងដែរលុយក៏បានឲ្យសាវីអឺនឹងគឺចាត់ការពួកគេទាំងពីរអ្នកចេញពីទីនេះផងដែរមុននឹងពួកគេចាត់ចេញទៅនឹងពេលនឹងពួកគេក៏បាននិយាយផ្ដាំលុយថាគឺគាត់នឹងគឺមិនលើកលែងឲ្យលុយនោះទេនៅរឿងនៅថ្ងៃហ្នឹងដែលលុយនឹងក៏បានធ្វើទៅកាន់ពួកគេប៉ុន្តែលុយនឹងគឺមិនបានខ្លាចពួកគេនៅទេគឺមានតែដេកពួកគេថែមហើយពលរបស់លុយនឹងក៏បាននិយាយទៅកាន់ពួកគេទាំងពីរអ្នកថាតើពួកគេទាំងពីរអ្នកនឹងគឺកំពុងតែធ្វើអ្វីគឺឥឡូវនេះនឹងគឺយើងអត់មានកម្លាំងគ្រប់គ្រាន់ដើម្បីតទល់នឹងគេនោះទេហើយត្រឹមតែពេលនេះលុយក៏បានហុចលុយមួយដុំទៅកាន់ឪពុករបស់គាត់ហើយលុយក៏បាននិយាយថានេះគឺជាលុយដែលគាត់នឹងគឺទទួលបានអំពីការសាងសង់របស់គាត់ហើយក៏អាចជួយបងនៅប្រាក់ដែលពួកគេនឹងក៏បានចម្ពាក់ផងដែរប៉ុន្តែឪពុករបស់លុយនឹងក៏បានគិតចិននោះទេគឺគាត់នឹងក៏បានគិតថាលុយនឹងគឺបានទារប្រាក់អំពីប្រជាជននឹងឯងប៉ុន្តែដោយការបច្ចេករបស់សាវីអឺនឹងឪពុករបស់គាត់នឹងក៏បានជឿលុយផងដែរដែលបែបហ្នឹងហើយពេលហ្នឹងលុយក៏បានសុំឪពុករបស់គាត់គឺចាក់ចេញពីទីហ្នឹងក្នុងអំឡុងដែលពួកគេកំពុងចាក់ចេញមកហ្នឹងពេលហ្នឹងសាវីអឺក៏បានសួរទៅកាន់លុយថាតែគាត់នឹងគឺដឹងអំពីច្បាប់បែបហ្នឹងគឺដោយរបៀបណាគឺខ្ញុំនឹងគឺគិតថាលោកនឹងគឺល្ងហើយតើហើយលុយនឹងក៏បាននិយាយថាគឺគាត់នឹងគឺបានរើសវាតាមផ្លូវនឹងឯងប៉ុន្តែតាមពិតដែលគាត់បានឃ្លានឹងមកហ្នឹងគឺគាត់នឹងគឺបានដឹងអំពីសាវីអឺនឹងឯងដែលនៅក្នុងសាច់រឿងប្រឡំលោកនឹងបន្ទាប់ពីឪពុកម្ដាយរបស់លុយបានស្លាប់ហើយអភិជនទាំងពីរហ្នឹងគឺពួកគេនឹងគឺចង់ជាសរស័ព្ទរបស់ឪពុកម្ដាយរបស់លុយដើម្បីយកទៅលក់សាវីអឺក៏បាននិយាយអំពីឃ្លាខ្សែរាជវង្សនិងអភិជនទៅកាន់ពួកគេទាំងពីរនាក់ហើយក៏បានសម្លាប់ពួកគេទាំងពីរនាក់ចោលទៅហើយនេះហើយគឺជាមូលហេតុដែលខ្ញុំនឹងគឺអាចដឹងអំពីវា system ក៏បានលុតមកថាគឺគាត់នឹងគឺទទួលបានភ័ណ្ឌអំពីបារ៉ុននឹងចំនួន6ហើយ system នឹងក៏បានឲ្យគាត់នឹងចំនួន60ទៀតផងដែរដោយសារគាត់នឹងគឺបានកែសម្រួលទំនាក់ទំនងរបស់តួអង្គដូច6នឹងដូចជា6នឹងទៅជា60វិញណាគ្នាហើយលើនឹងក៏បាននិយាយថាគឺគាត់នឹងគឺដូចជាការក្រុងទុករបស់គាត់មែនឥឡូវនឹងគាត់នឹងគឺនឹងសម្បនសัตว์មកគឺខ្ញុំនឹងគឺនឹងធ្វើការកោះហៅជាលើកដំបូងរបស់ខ្ញុំពេលយប់ឡើងនឹងលុយគាត់ក៏បានមករកកន្លែងស្ងាត់មួយដើម្បីធ្វើការកោះហៅបន្ទាប់ពីមើលឆ្វេងស្ដាំឲ្យមានមនុស្សហើយនឹងពេលហ្នឹងគាត់ក៏បានប្រាប់ឲ្យ system នឹងគឺបង្ហាញគាត់នៅការកោះហៅហើយលុយក៏ចាប់ផ្ដើម start វាផងដែរពេលហ្នឹងក៏បានឃើញមានដំបងវេទមន្តមួយហើយលុយនឹងក៏បានមើលដោយការភ្ញាក់ផ្អើលគាត់គិតថាតើនេះគឺជាអ្វីទៅប៉ុន្តែការរំពឹងទុករបស់លុយនឹងគឺខុសទាំងស្រុងតែម្ដងពេលហ្នឹងក៏បានលេចនៅសត្វកណ្ដោមួយហើយក៏បានធ្វើឲ្យលុយនឹងគឺគាត់នឹងគឺហួសចិត្តខ្លាំងមែនទែនហើយគាត់នឹងក៏បានធ្វើមុខគួរឲ្យខ្លាចទៅកាន់សត្វកណ្ដោនោះដែលធ្វើឲ្យវានឹងគឺយំផងដែរហើយសត្វកណ្ដោនឹងគឺមានឈ្មោះថាផូដុងលុយនឹងក៏បានរត់ដើរចេញពីទីហ្នឹងគាត់ក៏បាននិយាយទៅកាន់វាថាតើវានឹងគឺអាចជួយអ្វីទៅកាន់គាត់បានហើយដល់នោះបើសិនជាវានឹងហៅគាត់បែបហ្នឹងហើយគឺសូមឲ្យវានឹងគឺបង្ហាញនៅសមត្ថភាពរបស់វាមកកាន់គាត់ផូដុងនឹងក៏ធ្វើការខ្ជិះអ្វីម្យ៉ាងទៅកាន់លុយហើយលុយក៏បាននិយាយថាតើនេះគឺជាការណែនាំមែនទេដែលនៅក្នុងកណ្ដាលហ្នឹងគឺបាននិយាយណែនាំគាត់ថាផូដុងគឺជាសត្វកណ្ដោមួយដែលគួរឲ្យស្រឡាញ់សូមឲ្យលុយនឹងគឺគាត់នឹងគឺធ្វើការឲ្យក្តីស្រឡាញ់ទៅកាន់វាច្រើនផងដែរហើយនៅក្នុងហ្នឹងគេក៏បានឲ្យផ្កាជូរក្រោះទៅកាន់លុយហើយពេលហ្នឹងគេក៏បាននិ
និយាយថាការឈូក្រត់ពណ៌ក្រហមនឹងគឺធ្វើឲ្យផូដុងនឹងគឺមានទំហំធំជាងមុនចំនួន12ម៉ោងរីឯពណ៌ខៀវគឺធ្វើឲ្យផូដុងគឺទូជាងមុនចំនួន12ម៉ោងដែរលុយក៏បានដាក់ពណ៌ក្រហមឲ្យផូដុងញ៉ាំដើម្បីឲ្យផូដុងនឹងគឺរីកមាឌធំជាងមុនគាត់ក៏បានសង្ឃឹមថាផូដុងនឹងគឺអាចរីកមាឌធំដើម្បីជួយការងារគាត់ស្រាប់តែផូដុងញ៉ាំហើយពេលនឹងក៏ធ្វើឲ្យរូបរាងផូដុងនឹងគឺធំជាងមុនដែលធ្វើឲ្យលុយនឹងគឺគាត់នឹងគឺបានខ្ទាតចេញពីទីនឹងហើយក៏ធ្វើឲ្យគាត់នឹងគឺភ្ញាក់ផ្អើលផងដែរដោយសារតែខុសពីការរំពឹងទុករបស់គាត់ដែលផូនឹងគឺពិតជាធំខ្លាំងមែនទែន system នឹងក៏បានបង្ហាញមកថាគឺផូដុងនឹងគឺទើបតែ level 1តែប៉ុណ្ណោះហើយផូដុងក៏បានជួយលុយនឹងគឺជីកដីផងដែរបន្ទាប់ពីផូដុងគឺបានដាក់ដីចូលមកហើយពេលនឹងគាត់ក៏បានខ្ចាក់ចេញមកវិញដែលធ្វើឲ្យលុយនឹងគឺសប្បាយចិត្តខ្លាំងមែនទែនដោយសារតែឥឡូវនេះគឺគាត់នឹងគឺអាចសម្រេចផែនការមួយបានហើយបន្ទាប់មកសាច់រឿងក៏កាន់មកដល់កន្លែងលុយគាត់កំពុងតែដើរម្នាក់ឯងពេលនឹងគាត់ក៏បានគិតថាបើសិនជានរណាម្នាក់ឃើញគាត់នឹងផូដុងនឹងគឺនៅជាមួយគ្នាហើយផូដុងនឹងគឺគាត់នឹងគឺមានធំអញ្ចឹងគាត់នឹងគឺពិបាកដោះស្រាយខ្លាំងមែនទែនប៉ុន្តែបើសិនជាគាត់នឹងគឺយកសិភៅកោះហៅទៅជាមួយតាមខ្លួនបើសិនជាគេសួរនឹងគាត់នឹងប្រាប់គេថាគាត់នឹងគឺជាអ្នកកោះហៅនឹងឯងហើយគាត់នឹងក៏បានសរសើរខ្លួនឯងថាគឺគាត់នឹងគឺពិតជាឆ្លាតខ្លាំងមែនទែនហើយលើនឹងក៏បានបន្តទៀតថាគឺដល់ពេលដែលគាត់នឹងគឺត្រូវប្រើកម្លាំងនៅក្នុងការសាងសង់ហើយព្រោះស្អែកឡើងនឹងលើក៏ចាប់ផ្ដើមហៅមនុស្សទាំងអស់ដែលនៅក្រោមអង្គរបស់ពួកគាត់ដើម្បីមកហើយពួកគេទាំងអស់នឹងគឺជាកងទ័ពចំនួន30នាក់លុយពិតជាខកចិត្តខ្លាំងមែនទែនដែលបានហៅពួកគេមកដោយសារពួកគេនឹងគឺពិតជាខ្ជិលខ្លាំងមែនទែនអញ្ចឹងហើយគាត់ក៏បានដឹងថានេះគឺជាមូលហេតុដែលគ្រួសាររបស់គាត់នឹងគឺជាពាក់បំណុលគេប៉ុន្តែមិនអីទេគាត់នឹងគឺនឹងឲ្យពួកគេនឹងគឺធ្វើការលុយក៏ចាប់ផ្ដើមសារទៅកាន់ពួកគេថាគឺក្នុងនាមយើងនឹងគឺជាកងទ័ពចំណុចសំខាន់របស់កងទ័ពនឹងគឺត្រូវឲ្យយើងនឹងគឺធ្វើការហើយគាត់នឹងក៏ចាប់ផ្ដើមប្រាប់ពួកគេថាគឺក្តីទាំងនោះនឹងគឺគាត់នឹងគឺជាអ្នកជីកប៉ុន្តែពួកគេទាំងអស់គ្នានឹងគឺអត់បានជឿលុយនោះទេប៉ុន្តែរឿងទាំងអស់នឹងលុយនឹងគឺគាត់នឹងគឺរំពឹងទុករួចហើយពេលនឹងសត្វតែមានបរិសម្នាក់ក៏បានហៅថាលោកម្ចាស់លុយហើយក៏បានសួរទៅកាន់លុយថាតើលុយនឹងគឺយកកូនចៅរបស់គាត់មកធ្វើអ្វីនៅទីនេះគាត់នឹងក៏ជាមេតបនៅក្នុងរាជវាំងដែលគាត់នឹងគឺមានឈ្មោះថានូម៉ាន់ហើយលើក៏បានរៀបចំទុកផងដែរដែលគាត់នឹងគឺនឹងជួបបរិសម្នាក់នឹងតែគេក៏បានបង្ហាញថានៅនគរនេះគឺមានមេតបចំនួន3នាក់បន្ទាប់ពីបាយយន្តនឹងគឺនូម៉ាន់នឹងឯងហើយក៏មានតួឯកនៅក្នុងប្រឡោមលោកផងដែរគឺជាសាវីអឺនឹងឯងប៉ុន្តែនៅក្នុងប្រឡោមលោកគឺបានបង្ហាញថាបន្ទាប់ពីចលនាទ្រព្យនឹងគឺបានបាត់បង់គឺមានមេតបចំនួនតែ2នាក់ប៉ុណ្ណោះគឺបាយយន្តនិងសាវីអឺដែលស្មោះត្រង់ចំពោះបារ៉ុនរីឯនូម៉ាន់វិញនឹងគាត់នឹងក៏បានក្បត់ហើយក៏បានគេចខ្លួនទៅហើយក៏បានលក់ព័ត៌មានអំពីបារ៉ុនទៅកាន់ខនមែនផងដែរហើយគាត់នឹងក៏បានគិតថាគាត់នឹងគឺមិនអាចឲ្យបារម្ភអ្នកនេះនឹងគឺខ្លាចជាមេតបបានទៀតនោះទេលើក៏បានឆ្លើយទៅកាន់នូម៉ាន់វិញថាលោកនូម៉ាន់តើលោកនឹងគឺអត់ឃើញខ្ញុំកំពុងតែធ្វើអ្វីនោះទេនូម៉ាន់ក៏បាននិយាយថាគឺលុយនឹងគឺបានឲ្យកូនចៅរបស់គាត់នឹងគឺគ្រប់ឲ្យដីក្នុងនាមខ្ញុំជាមេបញ្ជាការរបស់ពួកគេខ្ញុំមិនអាចអោបដៃឈរមើលបានទៀតនោះទេលើក៏បានចាក់ប្រធានទៅកាន់នូម៉ាន់ថាតើនូម៉ាន់អត់សប្បាយចិត្តទេមែនទេនៅពេលដែលគាត់នឹងគឺចិត្តរកលុយបានលើក៏បានបន្តថាគាត់ក៏បានទទួលបានការអនុញ្ញាតអំពីឪពុករបស់គាត់ផងដែរនូម៉ាន់ក៏បាននិយាយទៅកាន់លុយថាគាត់នឹងក៏មិនដឹងថាលុយនឹងគឺគាត់នឹងគឺមានផែនការអីទៀតនោះទេតែបើសិនជាលុយផ្លេចនឹងគាត់នឹងក៏អាចរំលឹកលុយផងដែរគាត់នឹងក៏បាននិយាយថាគឺលុយនឹងគឺគាត់នឹងគឺបានប្រើប្រាស់មនុស្សផ្ទាល់ខ្លួនដើម្បីតែផលប្រយោជន៍ខ្លួនឯងតែប៉ុណ្ណោះលុយក៏បានតបទៅវិញថាត្រឹមត្រូវហើយពេលនឹងលុយក៏បាននិយាយថាលោកបើសិនជាលោកនឹងគឺចង់ប្រឆាំងជាមួយនឹងខ្ញុំតើឥឡូវខ្ញុំនឹងធ្វើឲ្យលោកមើលដែលអ្នកដែលប្រឆាំងជាមួយនឹងខ្ញុំលុយក៏ចាប់ផ្ដើមជះដីដាក់នូម៉ាន់ដែលធ្វើពួកគេទាំងអស់គ្នាគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនពីទង្វើរបស់លុយនូម៉ាន់ក៏បាននិយាយទៅកាន់លុយថាមនុស្សលោកអីគឺអ្នកនឹងគឺបានប្រមាថទៅកាន់វីរៈបរិយហើយដែលអ្នកនឹងគឺគ្មានអ្វីអាងក្រៅពីកូនរបស់បារ៉ុនដែលចិត្តដួលរលំឆាប់នេះតែប៉ុណ្ណោះលុយក៏បានខ្វល់អីនៅទេគឺគាត់នឹងក៏បានឌឺទៅកាន់នូម៉ាន់វិញលុយក៏បានប្រពន្ធនូម៉ាន់នឹងគឺប្រកួតគ្នាមួយស្មើផងដែរពេលនឹងនូម៉ាន់ក៏បាននិយាយថាគាត់នឹងគឺនឹងធ្វើឲ្យលុយនឹងគឺសោកស្ដាយនៅទង្វើរបស់គាត់ភាគ5ចាប់ផ្ដើមឡើងបន្ទាប់ពីសាវីអឺនឹងក៏បានសួរទៅកាន់លុយថាតើលុយនឹងគឺគាត់គឺប្រកាសដែរទេនៅក្នុងការប្រកួតជាមួយនូម៉ាន់រយៈពេល1ខែទៀតហើយតើលុយនឹងគឺគាត់គឺសង្ឃឹមដែរទេនៅក្នុងការយកឈ្នះនូម៉ាន់លុយនឹងក៏បាននិយាយទៅកាន់សាវីអឺថាគឺសាវីអឺនឹងគឺពិតជាឆាតខ្លាំងមែនទែនប្រកាសជាអត់នឹងឯងដែលនូម៉ាន់នឹងគឺគាត់នឹងគឺជាវីរៈបរិយនៃនគរនេះបាត់ទៅហើយគាត់នឹងគឺអីគេហើយលុយនឹងក៏បានដឹងថានូម៉ាន់នឹងគឺគាត់នឹងគឺនឹងត្រឡប់ទៅចរិតចាស់របស់គាត់បន្ទាប់ពីគាត់នឹងគឺបានចេះដីដាក់នូម៉ាន់លុយក៏បាននិយាយទៅកាន់សាវីអឺថាគឺខ្ញុំនឹងគឺមានរឿងមួយសម្រាប់ពឹងទៅកាន់សាវីអឺគឺគាត់នឹងគឺចង់ឲ្យសាវីអឺនឹងគឺបង្រៀនគាត់នឹងគឺពីរបៀបប្រើដាវសាវីអឺក៏បាននិយាយថាគឺគាត់នឹងគឺមិនយល់ព្រមនោះទេដោយសារតែការងាររបស់គាត់នឹងគឺត្រឹមតែមើលថែលុយតែប៉ុណ្ណោះណាមួយទៅមនុស្សដូចជាលុយនឹងបើសិនជាគាត់នឹងគឺចេះប្រើដាវគាត់នឹងធ្វើបាបមនុស្សនៅជុំវិញខ្លួនគាត់ហើយលុយក៏បាននិយាយថាដូច្នេះគឺសាវីអឺនឹងគឺមិនបង្រៀនគាត់ទេមែនទេហើយលើបើសិនជាខ្ញុំអាចព្យាបាលជំងឺកេងមិនលួរបស់លោកតើលោកនឹងគឺបង្រៀនខ្ញុំដែរទេដែលពេលនឹងគឺធ្វើឲ្យសាវីអឺនឹងគឺគាត់នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលលុយនឹងគឺបានដឹងអំពីរឿងនេះលុយក៏បានគិតថាគឺមកពី
ពីគាត់នឹងគឺអាសិភៅប្រឡំលោកនឹងឯងហើយគេក៏បានបង្ហាញនៅកម្រិតអ្នកប្រើដាវនីមួយៗផងដែរដែលកម្រិតទាំងអស់នឹងគឺវាមាន4ហើយរីឯកម្រិតដាវរបស់ Xavier គឺគាត់នឹងគឺជា Sword Master ដែលកម្រិតដែលខ្លាំងជាងគេបំផុតហើយដែលរបៀបនេះហើយដែលធ្វើឲ្យ Xavier នឹងគឺមិនអាចឃើញលោកបានដោយសារតែគាត់នឹងគឺជាមនុស្សម្នាក់ដែលមុតមមនៅក្នុងការប្រើដាវហើយលុយនឹងក៏បាននិយាយទៅកាន់ Xavier ថាមូលហេតុដែលគាត់ដឹងនឹងគឺមកពីគាត់នឹងឃើញមក Xavier នឹងរឿងងុយគេនឹងឯងហើយលុយក៏បានបន្តទៀតថាបើអញ្ចឹងយើងធ្វើកិច្ចសន្យាជាមួយគ្នាទៅ Xavier គាត់ក៏បានមិនយកទាស់អីផងដែរគាត់ក៏បានសាររបស់ហើយគាត់ក៏បាននិយាយថាគឺគាត់នឹងគឺដឹងថាលុយនឹងគឺនឹងបរាជ័យប៉ុន្តែមិនទាន់បានប្រមាណផងនឹងពេលហ្នឹង Xavier គាត់ក៏បានកេងលក់លុយក៏បាននិយាយថាគឺគាត់នឹងគឺដឹងពីរបៀបព្យាបាលជំងឺគេមិនលក់ហើយលុយក៏បាននិយាយអំពីរូបមន្តរបស់គាត់ផងដែរមើលទៅពិតជាអញ្ញាញ៉ៃខ្លាំងមែនទែនព្រឹកឡើងពួកគេក៏ចាប់ផ្ដើមហាត់ជាមួយគ្នាផងដែរគឺ Xavier នឹងក៏បានឲ្យលុយនឹងគឺរត់ចំនួន50ជុំ Xavier ក៏បានគិតម្នាក់ឯងថាគឺលុយនឹងគឺគាត់នឹងគឺរត់ដោយគ្មានការត្អូញត្អែអីតតែសោះប៉ុន្តែគិតមិនទាន់បានប្រមាណផងនឹងពេលនឹងលុយគឺគាត់នឹងគឺពិតជាល្អច្រើនខ្លាំងមែនទែនដែលធ្វើឲ្យ Xavier នឹងគឺគាត់នឹងគឺទ្រាំនឹងញ័រសាច់តែម្ដង System ក៏បានចេញមកដឹងលុយថាគឺជំនាញដែលរំខានរបស់គាត់នឹងគឺឡើងដល់ level 4ហើយលុយក៏បានបន្តរត់ទៀតផងដែរពេលនឹងគាត់ក៏បាននិយាយម្នាក់ឯងថាគឺគាត់នឹងគឺពិតជាលំបាកខ្លាំងមែនទែនតែប្រៀបទៅកាន់ជីវិតរបស់គាត់ពីមុនគឺពេលនេះគឺគាត់នឹងគឺការងារអីក៏គាត់ធ្វើដែរគឺគាត់គឺត្រូវសែងឥដ្ឋជារៀងរាល់ថ្ងៃហើយអាគារដែលគាត់សែងទៅនឹងគឺអាគារចំនួន4ជាន់ហើយគាត់ខំប្រឹងធ្វើការគាត់តែងតែសង្ឃឹមថានៅថ្ងៃណាមួយគឺគាត់នឹងគឺនឹងអាចប្រសើរឡើងប៉ុន្តែអ្វីមិនដូចជាការរំពឹងទុករបស់គាត់នោះទេគឺបានតែភាពខ្មៅងងឹតត្រឡប់មកកាន់គាត់វិញអញ្ចឹងបើសិនជាប្រៀបធៀបគ្នាគឺពីមុនគឺគាត់លំបាកជាងពេលនេះ Xavier បន្ទាប់ពីឃើញការខំប្រឹងរបស់លុយក៏បានតាំងចិត្តថាគាត់នឹងបង្រៀនលុយឲ្យកាន់តែល្អ System ក៏បានបង្ហាញថាគឺ Xavier នឹងគឺបានទទួលស្គាល់លុយហើយគាត់នឹងក៏ទទួលបាន OP អំពី Xavier ចំនួន18អំពីការកែលម្អទំនាក់ទំនងរបស់តួអង្គហើយ OP របស់គាត់បច្ចុប្បន្នគឺមានចំនួន29សាច់រឿងក៏កាត់មកដល់កន្លែងឪពុករបស់លុយវិញម្ដងពេលហ្នឹង Newman នឹងក៏បានមកជួប Baron ផងដែរ Baron នឹងក៏បាននិយាយថាគឺគាត់នឹងគឺសឹងតែមិនជឿនៅទេដែលលុយនឹងគឺហ៊ានប្រមាថ Newman ដែលជាអ្នកការពារគ្រួសាររបស់គេចំនួន5ចំនួន Baron ក៏បាននិយាយទៀតថាប្រហែលជាមកពីលុយនឹងគឺគាត់នឹងគឺទៅតែភ្ញាក់ដឹងខ្លួនអញ្ចឹងហើយក៏គាត់នឹងគឺមានប៉ះទង្គិចខួរក្បាលបន្តិចហើយអញ្ចឹងប្រហែលជាកំហុសគឺមកពីខ្ញុំនឹងគឺនឹងមិនបញ្ឈប់ការប្រកួតនឹងនោះទេប៉ុន្តែ Newman គឺគ្រាន់តែធ្វើឲ្យគេនឹងគឺកំឈឺខ្លាំងពេកគឺគាត់នឹងគឺត្រូវតែធ្វើឲ្យគេនឹងគឺដឹងស្មារតីមកវិញប៉ុន្តែតាមពិតទាំងអស់នេះគឺជាផែនការរបស់ Newman តែគាត់នឹងគឺនឹងគ្រោងទុកថាគឺគាត់នឹងគឺនឹងសម្លាប់លុយចោលហើយ Baron នឹងបើសិនជាគាត់នឹងគឺមានសកម្មភាពអីគឺគាត់នឹងគឺនឹងសម្លាប់ Baron រីឯប្រពន្ធរបស់គាត់ផងដែរបន្ទាប់មកគាត់ក៏បានខ្លែងរឿងទាំងនេះថាពួកគេនឹងគឺធ្វើអត្តឃាតរឿងទាំងនេះគឺគួរតែអរគុណទៅកាន់លុយដែលធ្វើឲ្យផែនការរបស់គាត់នឹងគឺកាន់តែលឿនជាងមុនព្រឹកស្អែកឡើងយើងក៏បានឃើញថាពួកគេនឹងគឺកំពុងតែរៀបចំការប្រយុទ្ធផងដែរ Newman ក៏បានសួរទៅកាន់លុយថាតើគាត់នឹងគឺត្រៀមខ្លួនរួចហើយឬនៅពេលហ្នឹងលុយនឹងក៏បាននិយាយថាគឺគាត់នឹងគឺត្រៀមខ្លួនរួចហើយ